everyone not perfect, but you have to try your best to be perfect. You know, if you do your best, at least you got 7, 8 or 9 out of 10. But if you did nothing, even 1 out of 10, you won't get it. You agree about that? Yes, so do your best. ជាទូទៅចំពោះការប្រកួតនីតិវិទ្យាភាសាអង់គ្លេសនេះគឺយើងរៀបចំបានល្អទាំង12សាខារាជធានីខេត្តហើយយើងឃើញថាវគ្គជំរុះទាំងអស់គឺយើងមានចំនួន334នាក់ជាលទ្ធផលយើងបានស្វែងរកបេក្ខជនចំនួន27រូបមកដល់វគ្គប្រតិប្រត្តិនេះហើយយើងឃើញថាសមត្ថភាពពួកគាត់បានបង្ហាញឲ្យច្បាស់ថាការខិតខំប្រឹងប្រែងរបស់គាត់ការសម្ដែងការកំណត់នីតិរបស់គាត់ទៅតាមអ្វីដែលយើងបានកំណត់ហើយបេក្ខជនម្នាក់ៗពិតជាមានសមត្ថភាពខ្ពស់ហើយការប្រកួតប្រជែងពិតជាលំបាកមែនទែនគឺគណៈកម្មការដែលគាត់ដាក់បន្ទុកគាត់មានការលំបាកក្នុងការដាក់បន្ទុកទៅលើពួកគាត់ដោយសារបេក្ខជនទាំងអស់គឺសុទ្ធតែខ្លាំងចំពោះបេក្ខជនជ័យលាភីទាំង3នាក់នេះបើនិយាយពីសមត្ថភាពរបស់គាត់គឺប្រហាក់ប្រហែលគ្នាមែនទែនជាក់ស្ដែងដោយបេក្ខជនជ័យលាភីលេខ1ថ្ងៃនេះអញ្ចឹងគឺគាត់ប្រឹងប្រមាណឆ្នាំហើយតែថ្ងៃនេះគាត់ធ្វើបានសម្រេចទាំងការរៀបចំទាំងការតុបតែងខ្លួនគាត់បានចំណាយទៅលើអ្វីផ្សេងៗដើម្បីឲ្យកម្មវិធីទាំងមូលនេះទាំងការនិទានរឿងទាំងការសម្ដែងទាំងសម្លៀកបំពាក់របស់គាត់ជាពិសេសមួយទៀតនោះគឺទស្សនិកជនបានហូរទៅលើការសម្ដែងរបស់គាត់ធ្វើឲ្យយើងដឹងថាបេក្ខជនទាំង3រូបនេះពិតជាស័ក្តិសមជាជ័យលាភីសម្រាប់ថ្ងៃនេះមែនខ្ញុំមានការសប្បាយរីករាយខ្លាំងបំផុតតែទី1កូនបានព្យាយាមខំប្រឹងប្រែងនៅឯខេត្តសៀមរាបហើយយើងបានជោគជ័យនៅខេត្តហើយយើងបានបន្តមកការប្រកួតប្រជែងនៅភ្នំពេញហើយសម្រាប់លទ្ធផលថ្ងៃនេះគឺខ្ញុំសប្បាយខ្លាំងខ្ញុំមើលឃើញថាការផ្លាស់ប្ដូររបស់កូនគឺមានចំណុចជាច្រើនដែលកូនក៏មានភាពក្លាហានបានសាលាក៏ព្យាយាមបង្កើតកម្មវិធីប្រកួតប្រជែងដើម្បីឲ្យសិស្សគាត់មាន talent គាត់មានការខំប្រឹងប្រែងហើយគាត់ធ្វើអីដោយឯករាជ្យទៅហ្នឹងគឺគាត់មានការប្រកួតប្រជែងច្រើនទាំងកីឡាទាំងអ្វីทุกយ៉ាងទាំងអស់ហើយតែមានការប្រកួតគឺគាត់តែងតែចង់ចូលរួមប្រកួតការរៀបចំកម្មវិធីនេះគឺល្អមែនទែនទី1គឺឲ្យសិស្សទាំងអស់គាត់មានការស្រាវជ្រាវគាត់ខំប្រឹងទី2គឺកាលណាគាត់ស្រាវជ្រាវគាត់បានចំណេះដឹងគឺគាត់ត្រូវតែមានភាពក្លាហានក្នុងការបញ្ចេញនិងបង្ហាញញាក់ផ្អើលមែនទែនដោយសារតែវា unbelievable ថាអូ you can do it គាត់អាចធ្វើបានព្រោះបើសិនជាខ្ញុំហូបលេះបាត់ហើយដោយសារតែគាត់មុនហ្នឹងគាត់ប្រែតែគេខ្លាំងច្រើនមានអារម្មណ៍ថាខ្ញុំអត់សូវជឿទេដល់ពេលលើកនេះគាត់បានគាត់ប្រឹងប្រែងខ្លាំងមែនទែនដោយសារឆ្នាំថ្នាក់ទី6ផងគាត់ខំប្រឹងរៀនដើម្បីយក grade A សម្រាប់គាត់ការប្រកួតមួយហ្នឹងគាត់ខំខ្លាំងជាងនឹងទៀតឆ្នាំហ្នឹងឆ្នាំចុងក្រោយរបស់គាត់ហើយខ្ញុំគាត់ត្រូវធ្វើឲ្យបានសម្រេចជាលទ្ធផលមកគាត់ធ្វើបានសម្រេចមែនសូមឲ្យបង្កើតកម្មវិធីជាច្រើនទៀតដើម្បីមានការប្រកួតប្រជែងឲ្យបានកាន់តែច្រើនអ្នកសិក្សានិស្សិតបាទអ្វីដែលបានផលចំណេញសម្រាប់កូនសិស្សដែលគាត់មករៀននៅនឹងអញ្ចឹងលោកគ្រូទី1គឺក្មេងគាត់សម្លឹងទៅលើអាហារូបករណ៍មុនគេទី2 confidence របស់គាត់ត្រូវតែ improve ខ្លួនឯងទៅមុខបន្តទៀតទី3ហ្នឹងគាត់ចង់ famous សម្រាប់គាត់ណាគាត់ចង់បានអា big ធំធាត់របស់គាត់ទៅលើភាពល្បីល្បាញរបស់គាត់មួយទៀតមានអារម្មណ៍ថារំភើបអត់ដឹងខ្លួនថាខ្លួនធ្វើបានរំភើបខ្លាំងណាស់លោកគ្រូដើម្បីឈ្នះខ្លួនឯងដើម្បីឈ្នះកម្មវិធីនេះពី3ឆ្នាំនេះខ្ញុំខំរកវិធីសាស្ត្រដើម្បីឈ្នះការប្រកួតប្រជែងនេះពី3ឆ្នាំហើយ like I did everything and now I can yay សាលារៀនអន្តរជាតិអាមេរិក AIS គុណភាពវិន័យនិងសេវាកម្ម